ก็តំណែងជាមួយនឹងអាជ្ញាធរភូមិឃុំល្អមែនតើអតិជនដែលខ្ញុំធ្លាប់តរោប្រហែលឆ្នាំមកហើយរកអត់ឃើញនៅពេលដែលខ្ញុំដាក់ពាក្យស្នើសុំទៅខាងអដកខ្ញុំសប្រាយមែនតើរបៀបថាយើងភ្ញាក់ផ្អើលបុគ្គលម្នាក់ហ្នឹងយើងអត់ដែលឃើញនៅផ្ទះទេប៉ុន្តែនៅពេលដែលយើងដាក់ពាក្យសុំទៅអដកទៅអតិជនហ្នឹងស្រាប់តែមកដោះស្រាយមួយយើងមកចរចាមួយយើងបានផលបានកណ្ដាត់ហេតុចឹងណាបងនេះគឺជាការលើកឡើងរបស់អ្នកស្រីផាសុកលីម្ចាស់ហាងបញ្ចាំមួយកន្លែងនៅក្នុងខេត្តព្រះវិហារនិងជាភាគីដាក់ពាក្យស្នើសុំមកកាន់ការិយាល័យតំណាងអដកប្រចាំខេត្តព្រះវិហារដើម្បីធ្វើការសម្រុះសម្រួលផ្សះផ្សាវិវាទកិច្ចសន្យាខ្ចីប្រាក់រវាងខ្លួននិងអតិថិជនអ្នកស្រីផាសុកលីបានឲ្យដឹងថារយៈពេល3ឆ្នាំកន្លងមកនេះអតិថិជនរបស់ខ្លួនជាច្រើនអ្នកបានព្យាយាមកិច្ចវេះផ្ដាច់ទំនាក់ទំនងជាមួយខ្លួននិងមិនព្រមដោះស្រាយបំណុលដែលជំពាក់ជាមួយខ្លួនឡើយអ្នកស្រីផាសុកលីបន្តថានៅពេលដែលអដកបានដាក់ឲ្យដំណើរការការិយាល័យតំណាងនៅឯខេត្តព្រះវិហារក្តីសង្ឃឹមថ្មីរបស់អ្នកស្រីបានផុសឡើងនិយាយទៅនៅពេលដែលស្ថាប័នអដកគាត់បានមកដាក់ទីតាំងនៅខាងព្រះវិហារហ្នឹងគឺធ្វើឲ្យខ្ញុំសប្បាយចិត្តបានន័យថាវាធ្វើឲ្យយើងមានសង្ឃឹមឡើងវិញបងដោយសារពីមុនមកបំណុលអតិជនដែលនៅតាមភូមិរបស់យើងនិយាយភាសាសាមញ្ញទៅលុយយើងនៅពេញព្រៃដោះស្រាយអត់បានណាដោយសារខ្ញុំប្រភេទជាហាងប្រចាំអញ្ចឹងទៅលុយគាត់ខ្ចីពវល់មួយខែពីរខែអញ្ចឹងណាប៉ុន្តែជាក់ស្ដែងទៅកិច្ចសន្យាហ្នឹងវាចេះតែអូសបន្លាយខ្ចីឲ្យអត់សងអញ្ចឹងណាមន្ត្រីនៅខាងអដកវិធីសាស្ត្រគាត់និយាយល្អបងគាត់និយាយទៅវាថាធ្វើឲ្យភាគីខាងនោះគាត់ងាយយល់អញ្ចឹងណាអញ្ចឹងទៅគាត់អត់មានការភ័យខ្លាចបានន័យថាយើងហៅគាត់មកនេះមិនមែនជាលក្ខណៈដោះស្រាយកាត់ក្តីយកចាញ់ឈ្នះទេបានន័យថាយើងមកសម្របសម្រួលលក្ខណៈដូចបងប្អូននេះអញ្ចឹងណាតាមអ្នកស្រីផាសុកលីក្នុងពេលមួយខែសំណុំរឿងរបស់អ្នកស្រីចំនួន11ករណីត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យជាការកត់សម្គាល់អ្នកស្រីថាភាគីម្ខាងទៀតនៃសំណុំរឿងទាំង11នេះតែងតែសងប្រាក់ត្រឡប់មកវិញតាមលទ្ធផលដែលព្រមព្រៀងនៅក្នុងកំណត់ហេតុសាស្ត្រជារបស់អដកខ្ញុំមើលឃើញថាពាក់ព័ន្ធជាមួយនឹងការដោះស្រាយរបស់ខាងអដកនៅពេលដែលយើងដោះស្រាយរួចហើយបន្ទាប់ពីបានកណ្ដាប់ហេតុហើយអតិជនគាត់អនុវត្តណាបងវាខុសពីខ្ញុំធ្លាប់ដោះស្រាយកន្លងមកដូចខ្ញុំធ្លាប់ដោះស្រាយនៅខាងឃុំអានេះជាក់ស្ដែងណាបងអតិជនគាត់ធ្វើកិច្ចសន្យាសងជាមួយយើងហើយរបៀបគាត់សងពេលខ្លះបានតែមួយខែពីរខែអញ្ចឹងទៅគាត់ក៏បាត់ទៅវិញគាត់អត់អនុវត្តទៅលើកិច្ចសន្យាហ្នឹងអញ្ចឹងណាបងប៉ុន្តែនៅពេលដែលខ្ញុំដោះស្រាយជាមួយនៅខាងអដកគាត់ធ្វើកិច្ចសន្យាជាមួយយើងហើយធ្វើកណ្ដាត់ហេតុមួយយើងហើយដល់ថ្ងៃគាត់ដាក់លុយឲ្យយើងមិនចាំបាច់យើងតាមច្រើនដងអីចឹងណាបងគាត់អនុវត្តណាគួរជម្រាបជូនថាលទ្ធផលសាស្ត្រជាតិទាំង11សំណុំរឿងនេះកើតចេញពីការសម្រុះសម្រួលផ្សះផ្សារបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអដករួមមានអ្នកស្រីសស៊ីយ៉េតលោកសែមសុរនលោកហងហ៊ីត្រានិងកិច្ចសហការពីអាជ្ញាធរមូលដ្ឋានដោយមើលឃើញពីប្រសិទ្ធភាពនិងមានជំនឿទុកចិត្តលើយន្តការដោះស្រាយវិវាទនៃអដកបច្ចុប្បន្នអ្នកស្រីផាសុកលីកំពុងដាក់ពាក្យស្នើសុំសម្រុះសម្រួលផ្សះផ្សាលើសំណុំរឿងកិច្ចសន្យាខ្ចីប្រាក់ជាមួយអតិថិជនដែលនៅសល់មួយចំនួនទៀត